ស្ដីបងប្អូនថ្ងៃនេះខ្ញុំ review ពាក់ព័ន្ធមួយថង់ផ្លុំណាសម្រាប់បងប្អូនជាពិសេសហ្មងសម្រាប់បងប្អូនលក់ទូរស័ព្ទបងប្អូនលក់ទូរស័ព្ទភាគច្រើនគឺគាត់ជាការប្រអប់គាត់ហែកឲ្យភ្ញៀវឲ្យអត់ត្រូវអីចឹងចង់ឃ្លុំបេវិញអញ្ចឹងណាអញ្ចឹងឥឡូវយើងមានប្រភេទថង់ទុនដែលយើងកាត់មួយដោយសារមានបងប្អូនស្នើសុំច្រើនអញ្ចឹងយើងតម្រូវកាត់មួយមកល្មងអញ្ចឹងសម្រាប់បងប្អូនដែលលក់ទូរស័ព្ទដែលគាត់ត្រូវការប្រើថង់ផ្លុំហើយចង់ចំណាយតិចគឺឥឡូវយើងមានណាកាត់មួយអញ្ចឹងគាត់អត់ត្រូវការទិញឧបករណ៍ច្រើនទេណាយកទៅគឺសោកហ្មងណាបើសិនជាបងប្អូនចង់បិទគូតវាឲ្យចិត្តដូចរូបនេះហ្នឹងយើងប្រើម៉ាស៊ីនកាត់នេះមួយទៀតណាដើម្បីយើងបិទគូតណាព្រោះអានេះពេលយើងសោកហើយបើសិនជាយើងអត់ប្រើម៉ាស៊ីនកាត់អ៊ុតទេគឺវាចំហអញ្ចឹងដើម្បីវាចិត្តគឺបងប្អូនត្រូវកាត់គូតចាណានេះអញ្ចឹងពេលបងប្អូនកាត់គូតអញ្ចឹងទៅពេលយើងផ្លុំហើយគឺវាដូចអញ្ចេះណាគឺចិត្តស្អាតទប់ឆុងអត់មានចំហណានេះហើយប្រភេទនេះគឺប្រភេទថង់ទុនស្វិតដែលយើងប្រើទៅវាអត់ឆ្កូតអត់អីទេណាវាផ្លុំទៅដូចប្រអប់ស្រិនដែលយកពីនាយមកអញ្ចឹងសម្រាប់បងប្អូនដែលលក់ទូរស័ព្ទឬលក់ឧបករណ៍អីដែលត្រូវការឃ្លុំបេណាតែអានេះថង់នេះដែលយើងតម្រូវនេះគឺតម្រូវតែមួយតែទូរស័ព្ទទេណាអញ្ចឹងយើងមានថង់កាត់មួយអញ្ចឹងបងប្អូនអាចទិញតែ1គីឡូទៅយកទៅប្រើបានហើយណាហើយឧបករណ៍ដែលយើងត្រូវការយើងមានថង់យើងមានម៉ាស៊ីនផ្លុំហើយយើងមានម៉ាស៊ីនកាត់បើសិនជាបងប្អូនចង់ឲ្យវាជិតគ្រប់ជ្រុងអាហ្នឹងយើងប្រើម៉ាស៊ីនកាត់ប៉ុន្តែបើសិនជាយើងឲ្យវាចំហមួយជ្រុងអញ្ចឹងយើងអត់ត្រូវការម៉ាស៊ីនកាត់នេះទេយើងត្រូវការតែថង់ហើយនិងម៉ាស៊ីនផ្លុំណាអញ្ចឹងអានេះគឺថង់នេះគឺធ្នេវាតូចឆ្មាល់ណាដូចធ្នេយកចេញមកពីរោងចក្រអញ្ចឹងណាហើយជាប្រភេទថង់ទុនស្វិតណាអញ្ចឹងបងប្អូនមានតម្រូវការសម្រាប់ឃ្លុំបេប្រអប់ទូរស័ព្ទអប់អីហ្នឹងបងប្អូនអាចតាក់ទងមកពេកដើម្បីព័ត៌មានបន្ថែមបានយើងមានថង់ដែលកាត់មួយយកទៅច្រកតែម្ដងណាអត់ត្រូវការទិញថង់លមូលដុំធំទេព្រោះឥឡូវយើងតម្រូវតាមអតិថិជនអញ្ចឹងបងប្អូនអាចតាក់ទងមកពេកដើម្បីព័ត៌មានបន្ថែមបាន